ជាដំបូងសូមគោរពនិងជម្រាបសួរទៅដល់អ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះគង់ណែតខ្ញុំផនសៃហានិងខ្ញុំរត់សុខសេនីតចំពោះយើងគឺជាគរុសាស្ត្រចំនួនទី32ដែលមានឯកទេសរូបវិទ្យានិងគីមីវិទ្យាដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលគរុកោសលភូមិភាគខេត្តកំពង់ចាមចាត់ថ្ងៃនេះដែរក្រុមរបស់ខ្ញុំបានលើកយកមកប្រធានបទមួយមកបង្ហាញអ្នកទាំងអស់គ្នាគឺអាងស្តុកទឹកស្វ័យប្រវត្តិអញ្ចឹងយើងមើលដំណើរការទាំងអស់គ្នាថាតើអាងស្តុកទឹកស្វ័យប្រវត្តិរបស់ក្រុមរបស់ខ្ញុំហ្នឹងវាមានដំណើរការយ៉ាងដូចម្តេចយើងមើលដំណើរការទាំងអស់គ្នាថាតើអាងស្តុកទឹកស្វ័យប្រវត្តិហ្នឹងវាមានដំណើរការយ៉ាងដូចម្តេចហើយរបៀបធ្វើរបស់យើងហ្នឹងគឺយើងធ្វើយ៉ាងដូចម្តេចអញ្ចឹងសម្ភារៈឧបទេសរបស់ខ្ញុំនេះគឺមានដូចជាធុនកធុននេះគឺខ្ញុំប្រើជាសាសទឹកមាននេះគឺជាអាងទឹកហើយខ្ញុំបានប្រើប៉ោសម្រាប់ធ្វើជាសៀកវីបិទបើកហើយនឹងមានម៉ូទ័រនិងយើង design ផ្សេងៗនៅនឹងថ្លង់នឹងដែរអញ្ចឹងខ្ញុំបានច្នៃវាធ្វើជាសៀកវីបិទបើកនៅពេលដែលទឹកឡើងអញ្ចឹងទៅពេលដែលទឹកឡើងពេញអាងហ្នឹងក្នុងបរិមាណណាមួយអញ្ចឹងប៉ោនេះវានឹងដដែលឡើងលើអញ្ចឹងធ្វើឲ្យគូតែប៉ោនេះវានឹងចុះក្រោមវានឹងផ្ដាច់អំពីចុងតាក់ហ្នឹងដោយស្វ័យប្រវត្តិអញ្ចឹងទៅពេលណាដែលវាអស់ទឹកមានន័យថាពេលអស់ទឹកទៅប៉ោហ្នឹងវានឹងធ្លាក់ចុះក្រោមអញ្ចឹងកាលណាវាធ្លាក់ចុះក្រោមធ្វើឲ្យគូតែប៉ោហ្នឹងវាបាត់ខាងលើធ្វើឲ្យវាប៉ះជាមួយនឹងខ្សែចម្លងដែលធ្វើឲ្យវានឹងបង្កើតបានទៅជាសៀកវីបិទអញ្ចឹងវានឹងធ្វើឲ្យម៉ូទ័រនេះវានឹងបូមទឹកស្វ័យប្រវត្តិអញ្ចឹងយើងមើលដំណើរការទាំងអស់គ្នាថាតើវាដំណើរការយ៉ាងដូចម្តេចបាទអញ្ចឹងខ្ញុំបានប្រើនឹងប្រភេទថ្មពិល 9V សម្រាប់តភ្ជាប់អញ្ចឹងយើងមានភ្ជាប់នេះខ្សែចម្លងរបស់វាហើយនៅក្បាលនៃថ្មពិលអញ្ចឹងយើងដោតវាចូលគ្នាមកយើងដោតវាចូលបន្ទាប់មកយើងដាក់វាចូលក្នុងនេះសិនខ្ញុំបានធ្វើកន្លះសម្រាប់ដាក់ថ្មពិលនេះគឺជាខ្សែចម្លងអញ្ចឹងយើងដោតវាបញ្ចូលមកហើយខ្ញុំបានប្រើនឹងទឹកលាក់ពណ៌ដើម្បីឲ្យពេលដែលយើងថតវីដេអូទៅយើងស្រួលមើលអញ្ចឹងយើងដាក់ទឹកលាក់ពណ៌ចូលក្នុងស្រះទឹករបស់យើងឥឡូវយើងដាក់ចូលក្នុងនេះសិនបាទឥឡូវយើងចាំរងមើលទាំងអស់គ្នាថាតើនៅពេលដែលទឹកនេះវាជិតពេញនៅក្នុងបរិមាណណាមួយតើម៉ូទ័ររបស់យើងហ្នឹងវាផ្ដាច់អូតូដែរឬអត់អញ្ចឹងយើងចាំសង្កេតមើលទាំងអស់គ្នាខ្ញុំចាំថាចិត្តឥឡូវយើងចាំមើលទាំងអស់គ្នាថានៅពេលដែលទឹកពេញនេះអញ្ចឹងនៅពេលដែលទឹកពេញវានឹងផ្ដាច់អូតូអញ្ចឹងកាលណាដែលយើងបើកប្រើទឹកឥឡូវខ្ញុំបានប្រើក្បាលរូបមនីនេះសម្រាប់បើកទឹកនេះទាំងអស់គ្នាថាតើនៅពេលដែលយើងបើកទឹកប្រើទៅម៉ាស៊ីនបូមទឹករបស់យើងនឹងវាបូមទឹកដោយស្វ័យប្រវត្តិដែរឬទេឥឡូវយើងមើលទាំងអស់គ្នានៅពេលដែលយើងបើកទឹកនេះប្រើប៉ះឥឡូវខ្ញុំបានបើកទឹកនេះតម្លាក់ចូលក្នុងស្រះរបស់យើងចេះឥឡូវនេះគឺជាលទ្ធផលដែលយើងទទួលបានអញ្ចឹងកាលណាដែលយើងបើកទឹកក្នុងប្រើប្រាស់មានន័យថាម៉ាស៊ីននេះវាបូមមកយើងអូតូនៅក្នុងបរិមាណទឹកណាមួយនៅពេលដែលយើងប្រើប្រាស់ទឹកនៅក្នុងអាងហ្នឹងអញ្ចឹងនៅពេលដែលយើងជប់ប្រើប្រាស់អញ្ចឹងម៉ាស៊ីនហ្នឹងវានឹងបូមអូតូដាក់ពេញដោយស្វ័យប្រវត្តិវិញអញ្ចឹងជំរឿថាតើនៅពេលដែលយើងបិទជប់ប្រើប្រាស់ទឹកហ្នឹងហើយតើម៉ាស៊ីនហ្នឹងវាបិទដែរឬទេអញ្ចឹងវានឹងបូមបំពេញនៅក្នុងបរិមាណមួយដែលវាត្រូវកាត់ផ្ដាច់បាទអញ្ចឹងនេះគឺជាលទ្ធផលដែលយើងទទួលបានថានៅពេលដែលទឹកហ្នឹងវាពេញនៅក្នុងបរិមាណណាមួយអញ្ចឹងប៉ោលនេះវានឹងអណ្ដែតឡើងនឹងផ្ដាច់នៅខ្សែចម្លងនេះសូមកាមេរ៉ាមកជិតតិចនេះគឺខ្ញុំបានប្រើប្រាស់នៅខ្សែចម្លងត្រង់នេះមួយនិងខ្សែចម្លងនៅក្នុងនៅកន្លែងគូប៉ោនេះអញ្ចឹងនៅពេលដែលប៉ោនេះវាធ្លាក់ទៅក្រោមអញ្ចឹងធ្វើឲ្យខ្សែចម្លងទាំងពីរវាប៉ះគ្នាអញ្ចឹងវានឹងបូមទឹកដោយស្វ័យប្រវត្តិអញ្ចឹងកាលណាដែលទឹកវាពេញមកប៉ោនេះវានឹងអណ្ដែតឡើងទៅលើអញ្ចឹងធ្វើឲ្យកន្លែងប៉ោនេះវានឹងធ្លាក់ចុះទៅក្រោមវិញអញ្ចឹងវានឹងផ្ដាច់ទឹកដោយស្វ័យប្រវត្តិអញ្ចឹងនៅក្នុងការបង្ហាញនេះគឺចង់បង្ហាញអំពីសៀកហ្វ្រីបាត់និងសៀកហ្វ្រីបាបសម្រាប់ទទួលគ្រូយកទៅអនុវត្តផ្ទាល់សម្រាប់សិស្សថ្នាក់ទី7ដល់ថ្នាក់ទី9នៅវិទ្យាល័យឬក៏វិទ្យាល័យជាដើមឬក៏យើងអាចអនុវត្តផ្ទាល់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃដោយយើងប្រើប្រាស់អាងទឹកវាស្វ័យប្រវត្តិ
ចឹងកាលណាដែលយើងប្រើអស់ទៅវាស្តុកទឹកស្វ័យប្រវត្តិយើងមិនចាំបាច់ទៅបើកបិទហត់ទេអញ្ចឹងយើងអាចប្រើតាមវិធីនេះបានអញ្ចឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងហើយសូមអរគុណ